Dùm score sập hơi đồ rỉ nín tam dạ bản đài sừng cùng chiều sẽ cứ ở khang Facebook nâng tạm đó trên việc khang Japan Foundation khi có bàn sắp sai một pi sập hơi mới đi đam bay ở trong nước bàn từ tua bàn score đằng đằng nâng ở TP cứ tam dạ mật phẹt tạm đó chẳng mật phẹt có từ bộ nói cứ còn cho nó nâng đôi chia register bàn sập hơi mà tam dạ email đấy dương ảnh độ sập hơi bàn chẳng hay nhông có kênh sập hơi nâng cùi chặt vào đó hơi có snail mật phẹt nâng cứ chui register giống hay nhông có từ tua bàn sập hơi mà này thì bây giờ tam dạ sථាbán cứ còn trong anh nhom xạ bong pra ở sập hơi thổ đường đấy chân từ bóng dương miền rộng tha sập bích sập đấy và thay bắt đầu bây ban pra hơi dương miền rộng tha cua chập rộng khang mình tên cho cua sập mình thôi khơi biết rồi việc nát cứ khang Japan Foundation ở Phnom Penh cả cái chuyện này vô sập hơi nâng màu oi tha sập hơi nâng từng bọc cùng hơi hayอย่างmình anh chẳng vô mà mới mới clip nhom còn mưa nè bê cá vì tranh từ vốn bê cá nó một cái chip nhom mới cái sập hơi nó là Japan nè đại quạt kêu nâng từ Japan nè ấy ちょうど2019年から20年ぐらいだったと思うんですけど、まあ会話の授業がやっぱりカンボジアで本当求められているなっていうタイミングだったんで、ヒアリングができる飛躍的に伸びたもんですから、これは非常にいい教材だなというのを感じてその後を使わせていただいてます。បច្ចុប្បន្នយើងតម្រង់ទិសទៅកាន់សិស្សមានពីរប្រភេទទី1គាត់មានបំណងទៅធ្វើការនៅប្រទេសជប៉ុនជាសិក្ខាកាមនិងសិស្សមួយទៀតគឺគាត់ចង់ទៅធ្វើការនៅប្រទេសជប៉ុនជាពលករជំនាញហើយមានសិស្សដែលគាត់ត្រៀមនឹងទៅធ្វើការនៅប្រទេសជប៉ុនក៏ដូចជាទៅរៀនបន្តនៅប្រទេសជប៉ុនហ្នឹងឯងហើយសិស្សដែលបាត់ដំបងភាសាជប៉ុនម៉ោងសន្ទនានៅបាត់ដំបងជប៉ុនយើងមានម៉ោងវេយ្យាករណ៍មានម៉ោងអានមានម៉ោងសន្ទនាអីចឹងណាចំពោះម៉ោងសន្ទនាយើងរៀនប្រើសភៅ Irodori ហ្នឹងដែរហើយមានសិស្សមិនមែនតែបាត់ដំបងជប៉ុនទេសិស្សដែលគាត់រៀននៅសាកលវិទ្យាល័ยផ្សេងសិស្សផ្សេងហើយដែលគាត់គ្រោងទៅធ្វើការនៅជប៉ុននៅប្រទេសជប៉ុនហ្នឹងក៏យើងប្រើសភៅ Irodori ហ្នឹងដែរដើម្បីបង្រៀនពួកគាត់弊社の技能実習生に使っております。បាទបន្ទាប់ពីយើងប្រើប្រាស់សភៅមួយនេះហើយយើងមានអារម្មណ៍ថាមានចំណុចគួរចាប់អារម្មណ៍ច្រើនទី1គឺជីវភាពនៅក្នុងការរស់នៅក្នុងប្រទេសជប៉ុនដែលគាត់អាចជួបដឹងស្គាល់ពិតមានន័យថាបន្ទាប់ពីយើងប្រើប្រាស់សភៅមួយនេះហើយគាត់អាចយល់អំពីទីដែលយើងរៀននៅកន្លែងនេះហើយដល់ពេលយើងទៅដល់ប្រទេសជប៉ុនគាត់បានជួបដូចគ្នាអញ្ចឹងដែរអញ្ចឹងហើយបន្ទាប់ពីគាត់រៀនហើយគឺគាត់អាចទៅប្រើប្រាស់ក្នុងប្រទេសជប៉ុនបាននិងទី2ឯកសារមួយនេះគឺប្រភេទអត់គិតថ្លៃទេគ្រាន់តែគុណភាពគឺខ្ពស់អញ្ចឹងទាំងរូបភាពនិងសម្លេងគឺយើងចាក់ទៅគឺមានភាពច្បាស់លាស់តែម្ដងនិងចំណុចទី3កូនសិស្សគាត់អាចស៊ាំជាមួយនឹងការរៀននៅខ្លួនឯងបាទអញ្ចឹងឧទាហរណ៍ថានៅក្នុងឯកសារ Irodori មិនត្រឹមមានជាប្រភេទសភៅទេនៅមានជា app សម្រាប់ឲ្យគាត់រៀនហើយគាត់អាចអនុវត្តជាក់ស្ដែងខ្លួនឯងផ្ទាល់នៅកន្លែងខ្លួនឯងផ្ទាល់តាមរយៈ app បានទៀតដែរដល់ពេលប្រើសភៅនេះប្រើសភៅហ្នឹងគាត់រៀនដូចមុនមកគាត់អត់ស៊ាំនឹងរៀនមិនចាំបាក់អត់ចេះអញ្ចឹងណាប៉ុន្តែតាមពិតបើសិនជាគាត់យល់ថាអាហ្នឹងគឺដើម្បីអីជំនួយទៅលើអ្វីដែលគាត់រៀនហើយក៏អត់ចេះនិយាយអាហ្នឹងហើយយើងអាចយល់បានឬក៏វាងាយស្រួលប៉ុន្តែមួយទៀតវាពាក់ព័ន្ធនឹងការបង្រៀនរបស់គ្រូនឹងដែរថាតើគ្រូគាត់យល់ច្បាស់អំពីគោលបំណងនៃសភៅ Irodori នឹងយ៉ាងម៉េចចឹងបើសិនជាលោកគ្រូអ្នកគ្រូគាត់យល់អានឹងច្បាស់ក៏វាងាយស្រួលធ្វើឲ្យកូនសិស្សរៀនទៅគាត់អាចយកអានឹងទៅប្រើប្រាស់បានអញ្ចឹងធ្វើម៉េចឲ្យគាត់ដឹងថា topic នឹងដូចគាត់ទៅជប៉ុនពេលគាត់ត្រូវទៅទីពេទ្យគាត់ម៉េចហើយគាត់ទិញអីវ៉ាន់គាត់ shopping គាត់ម៉េចអីចឹងឲ្យគាត់រៀនធ្វើតាមអានឹងហើយយើងប្រតិបត្តិធ្វើលំហាត់ចឹងជាក់ស្ដែងដូចឃើញគាត់អាចនិយាយបានហើយដែលជាក់ស្ដែងនៅក្នុងសង្គមគាត់អត់ទាន់ទៅជប៉ុនទេតែនៅខ្មែរហ្នឹងក៏គាត់នឹងអាចយល់គាត់ចង់និយាយថារបៀបថាធ្វើតាមអ្វីដែលមាននៅក្នុងសភៅហ្នឹងចេះរៀបចំចេះសហការគ្នាចេះវិភាសាយោបល់គ្នាអីអញ្ចឹងណា非常に弊社の実習生に使っていく中でやっぱりその日本語を使ってみようという意識が非常にこのIrodoriを使うと高くなったなというふうに思いますし各組合さんからもやっぱりIrodoriを使った生徒たちと、の話を聞くとやっぱり結構喋れるねという声を非常にいっぱいいただきます。
簡単に言ったら結果が出るような教科書だなというふうに私の中では非常に感じています。ទី1គឺមានគោលដៅច្បាស់លាស់នៅក្នុងការបរៀនឧទាហរណ៍តាមរយៈ Can Do នៅចំណុច Can Do ហ្នឹងគឺជាគោលដៅមួយដែលយើងជាអ្នកបង្រៀនដែលយើងងាយស្រួលក្នុងការរៀបចំការបរៀនមែនទែននិងទី2នៅក្នុងសភៅមួយនេះឯកសារមួយនេះយើងអាចទាញយកបានមកដោយឥតគិតថ្លៃទេក៏ប៉ុន្តែគុណភាពគឺខ្ពស់នៅត្រង់ចំណុចត្រង់ថាទី1រូបភាពគឺច្បាស់ទី2គឺសំឡេងងាយស្រួលក្នុងការចាក់ឲ្យសិស្សស្ដាប់មែនទែននិងចំណុចទី3វិញគឺយើងអត់ចាំបាច់ចំណាយពេលវេលាក្នុងការរៀបចំច្រើនទីហោថានៅក្នុងឯកសារមួយនេះគឺយើងមាន PowerPoint សម្រាប់រៀនស្ដាប់អញ្ចឹងយើងអាចយកមកហើយយើងគ្រាន់តែយកមកបំពេញជាមួយនឹងចំណុចដែលខ្វះខាតទេអញ្ចឹងយើងអត់ចាំបាច់ចំណាយពេលវេលារៀបចំច្រើនទេមូលហេតុអីបានជាខ្ញុំប្រើប្រាស់សភៅ Irodori ចាបច្ចុប្បន្ននេះតកតងជាមួយនឹងការសិក្សាស្រាវជ្រាវជាច្រើននឹងបានលើកឡើងថាកូនសិស្សដែលរៀនហើយអត់ចេះនិយាយអត់ឲ្យបានន័យថានិយាយអត់គាត់ដូចចេះតែវ័យក៏ចេះតែអានអីទៅក៏ប៉ុន្តែពេលដែលគាត់សន្ទនាឲ្យត្រូវជាមួយនឹងកលៈទេសៈឬមួយក៏និយាយជាមួយនឹងជនជាតិជប៉ុននៅកន្លែងការងារក៏ដូចជាក្នុងសង្គមជប៉ុនហ្នឹងវាមានបញ្ហាភាសាជប៉ុនចេះក៏ប៉ុន្តែពេលដែលនិយាយហ្នឹងដូចមានបញ្ហាហ្នឹងហើយចាហើយមួយទៀតសភៅហ្នឹងមិនត្រឹមតែឲ្យកូនសិស្សទាំងអស់ហ្នឹងគាត់គ្រាន់តែចេះនិយាយជាមួយគេឬក៏អីទេវាផ្ដោតនៅវប្បធម៌ផ្ដោតនៅប្រពៃណីផ្សេងពាក់ព័ន្ធជាមួយនឹងការរស់នៅប្រទេសជប៉ុនក៏ដូចវប្បធម៌ធ្វើការងារទំនាក់ទំនងអីនៅប្រទេសជប៉ុនអញ្ចឹងណាចាព្រោះមនុស្សយើងកន្លែងធ្វើការក៏ដោយយើងរៀនក៏ដោយយើងធ្វើអីក៏ដោយมันសំខាន់ថាយើងជនជាតិអីជាជនជាតិអីឯងសំខាន់គឺយើងឲ្យចុះជាមួយគេហើយយើងធ្វើអីចុះជាមួយគេប៉ុន្តែសភៅគឺมันត្រឹមតែភាសាជប៉ុនទេវាបង្កប់អត្ថន័យហ្នឹងカンボジアで日本教育に携わっていく中で、文法の積み上げ方式というのはカンボジアでよくメジャーで使われてましたけれども、私自身も日本で英語の勉強をした時は、文法ばっかり、中学校高校大学と勉強していってもなかなか喋れるようにならなかった自分自身がそうだったのでやっぱりこれはちょっと難しいんじゃないかなというのを感じてましたが彩りの教材を見た時に例題も多いですし写真も多いですし絵も多かったので非常にとっつきやすいだろうなっていうのもありましたし何よりもたくさんの音声ファイルをシャワーのように浴びれるぐらいのたくさんの音声ファイルがあったので非常に会話から入りやすいと、いうのがあったんでこれは非常にいいんじゃないかなというのを感じてបាទចំពោះខ្ញុំផ្ទាល់ទី1គឺតកតងជាមួយនឹងការអនុវត្តជាក់ស្ដែងមានន័យថាគាត់មិនត្រឹមតែរៀនភាសាជប៉ុននៅក្នុងថ្នាក់ទេយើងព្យាយាមឲ្យគាត់អនុវត្តជាក់ស្ដែងនៅពេលដែលជួបបុគ្គលិកផ្សេងនៅខាងក្រៅទី2ការរួមបញ្ចូលឯកសារបង្រៀនដែលយើងដឹងស្រាប់ហើយថាសភៅ Irodori របស់ពួកយើងគឺអត់សូវជាបដោតទៅលើវេយ្យាករណ៍ប្រមាណទេអញ្ចឹងបើសិនជានៅក្នុងហ្នឹងមានចំណុចខ្វះខាតកន្លែងណាគឺយើងព្យាយាមស្វែងរកវេយ្យាករណ៍តាមរយៈឯកសារផ្សេងដើម្បីរួមបញ្ចូលបានចំពោះវិធីសាស្ត្រដែលបន្ថែមភាគច្រើនខ្ញុំពេលដែលបង្រៀនដូចចេញតាម topic មួយហ្នឹងណា syllabus ហ្នឹងតាម topic ដល់មេរៀនមួយហ្នឹងគឺយើងបរៀនសភៅហ្នឹងហើយបន្ទាប់មកខ្ញុំយកបទពិសោធន៍ពេលដែលខ្ញុំរស់នៅប្រទេសជប៉ុនចាបទពិសោធន៍ដែលខ្ញុំរស់នៅប្រទេសជប៉ុនថាតើអាហ្នឹងវាយ៉ាងម៉េចវាស៊ីគ្នាជាមួយនឹងអ្វីហ្នឹងអត់ហើយនឹងពេលដែលខ្ញុំរស់នៅប្រទេសជប៉ុនហ្នឹងវាយ៉ាងម៉េចចឹងណាយើងលើកបទពិសោធន៍ហ្នឹងហើយបន្ទាប់មកឲ្យកូនសិស្សស្រាវជ្រាវខ្លួនឯងព្រោះឥឡូវកូនសិស្សគាត់អាចមានអ៊ីនធឺណិតមាន smartphone មិនចឹងポイントはやっぱりロイヤルプレイングが非常に大事かなというふうに思いますし、ディクテーションやシャドーイングも入ってるんですけれどもやっぱり自分で考えて単語を、使ってもらいながらロールプレイングをするっていうのが一番大事かなというふうに思います。個人的にはその音読も大事だと思っているので、音読もきちっとやってもらおうというふうに思っています。弊社の場合は文法も大切だとは思いますので彩りの授業と併用して丸ごとという教材がありますので丸ごとの理解これが文法の教科書になってますが、彩りと丸ごとの理解を併用して使っています。結構同じ単元で進めていくと、結構リンクするところもたくさんあったものですから弊社の場合は丸ごとと、彩りの併用という形で文法も彩りが終わった後に、文法を丸ごとで教えていくことによって、文法の落とし込みを図っていくというのが我々の考え方ですね。
បាទយើងឃើញថាមានការផ្លាស់ប្ដូរពីរធំទី1ខ្លួនខ្ញុំជាគ្រូផ្ទាល់ក៏មានការផ្លាស់ប្ដូរដែរផ្លាស់ប្ដូរទៅលើចំណុចទី1ការកំណត់គោលដៅនៅក្នុងការបង្រៀនហ្នឹងគឺមានភាពច្បាស់លាស់ខ្លាំងជាងមុនតាមរយៈដែលយើងប្រើគោលដៅបង្រៀនគឺ can do ហ្នឹងនឹងចំណុចទី2តើទៅនឹងសិស្សរបស់យើងគឺយើងឃើញថាចំណុចវិជ្ជមានរបស់គាត់ហ្នឹងគឺគាត់មានភាពក្លាហានខ្លាំងនៅក្នុងការនិយាយភាសាជប៉ុនតែម្ដង ចំពោះការផ្លាស់ប្ដូរជាវិជ្ជមានដូចខ្ញុំនិយាយពីខាងដើមនឹងខ្លះបានមកហើយគឺដូចមិនត្រឹមតែភាសាជប៉ុនទេដូចរបៀបថានៅក្នុងសភៅហ្នឹងដែលគេសង្កត់លើ can do ចា can do គឺពួកគាត់អាចធ្វើនឹងបានគាត់អាចតាមមេរៀនមួយ can do ចង់ឲ្យគាត់ធ្វើអីចឹងគាត់ព្យាយាមធ្វើអាហ្នឹងអញ្ចឹងហើយដល់ពេលគាត់ពេលទៅជប៉ុនខ្ញុំបានសួរកូនសិស្សដែលរៀនសភៅហើយគាត់ទៅជប៉ុនណាចាគាត់ថាបានអាហ្នឹងបើគាត់ទៅជប៉ុនហ្នឹងគាត់បានដឹងជាមួយគេថ្មីត្បិតតែនៅបើយើងអត់ទាន់ស្ទាត់ភាសាជប៉ុននៅអត់សូវចេះហ្នឹងក៏ដោយក៏ប៉ុន្តែអ្វីដែលមាននៅក្នុងនេះជាក់ស្ដែងទៅជប៉ុនគឺវាដូចអាហ្នឹងឯងទៅដល់ជប៉ុនថ្មីត្បិតតែភាសាជប៉ុនឥឡូវគាត់នៅ level ទាបបាននៅកម្រិតទាបប៉ុន្តែគាត់អត់សូវមានជួបculture shock ហ្នឹងទេគាត់អត់សូវដូចទៅរលូនណាចាហ្នឹងឯង まずそもそも日本語を使えるようになっているので、生徒同士も日本語を使うようになるというのが非常にいいところだと思いますし、やっぱそれで喋るようになってお互い拍手したり褒め合うことによってクラスの雰囲気も良くなりますし、でそれなりに達成感もあると思いますので。やっぱり少しずつ、ちょっとずつかもしれませんけど着実に日本語の、レベルも自分が上がってるなって感じてもらえるんじゃないかなと思いますので雰囲気は非常に良くなるなと思ってます。បាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាពួកគាត់គួរតែសាកល្បងប្រើតាមរយៈជាក់ស្ដែងដូចជាខ្ញុំផ្ទាល់ពីមុនក៏ខ្ញុំមានអារម្មណ៍មួយថាយើងគួរតែប្រើឬក៏មិនគួរប្រើអានេះវាជាចម្ងល់មួយនៅពេលដែលយើងមិនទាន់បានប្រើប៉ុន្តែបន្ទាប់ពីយើងប្រើហើយយើងឃើញថាមានប្រយោជន៍ច្រើនសម្រាប់អ្នកដែលគាត់រៀនជាពិសេសអ្នកស្ថាប័នដែលគាត់បើកតម្រង់ទិសដូចខ្ញុំអញ្ចឹងគឺគួរដៅបរិញ្ញាស្កាកាមហើយនឹងពលករជំនាញគឺវាស័ក្តិសមជាមួយនឹងពួកគាត់ខ្លាំងតែម្ដងអញ្ចឹងទីមួយសភៅនេះគឺយើងនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុនអញ្ចឹងគាត់អាចយកភាសាជប៉ុនដែលគាត់បានរៀនហើយយកទៅប្រើប្រាស់ក្នុងប្រទេសជប៉ុនបានអញ្ចឹងជាយោបល់ខ្ញុំគិតថាពួកគាត់គួរតែសាកល្បងប្រើសិនបើសិនជាគាត់មានបញ្ហានៅក្នុងការប្រើប្រាស់សភៅមួយនេះខ្ញុំគិតថាគាត់ដំបូងគាត់គួរតែទំនាក់ទំនងទៅខាង Japan Foundation ដើម្បីទទួលបានការណែនាំបន្ថែមពីខាងពួកគាត់ទៀតសម្រាប់ខ្ញុំផ្ទាល់វិញគឺខ្ញុំសិក្សាទៅតាមបើសិនជាលើខ្ញុំទទួលបានការវិភាគបណ្ដាហើយមានចំណុចខ្លះខ្ញុំនៅស្ពេចស្វិលតិចតួចទេអញ្ចឹងខ្ញុំព្យាយាម research ខ្លួនឯងតាមរយៈ YouTube ដែលខាង Japan Foundation គេបានធ្វើជាវីដេអូបង្រៀនជាភាសាខ្មែរហើយ upload ចូលក្នុងផ្ទាល់តែម្ដងនិងទី2ខ្ញុំព្យាយាមស្វែងរកនៅក្នុង website របស់សភ័យរ៉ូដូរីនឹងតែម្ដងចំពោះចំណុចនេះខ្ញុំគ្រាន់តែចង់ផ្ដាំទៅលោកគ្រូអ្នកគ្រូដែលគាត់ថាគួរមិនគួរពិចារណានឹងសួរថាតើគាត់បរៀនកូនសិស្សគាត់គោលបំណងចុងក្រោយអីគេបើសិស្សចង់បានអីហើយសិស្សគាត់ខំមានទំនុកចិត្តមកជឿលើគ្រូហើយដល់បរៀនអត់ត្រូវលទ្ធផលគឺកូនសិស្សទទួលអត់បាននឹងឯងតែប៉ុណ្ណឹងថាគាត់ប្រើអ៊ីរ៉ូដូរីឬមិនប្រើឬគាត់ពិចារណាអីដូចខ្ញុំនិយាយអញ្ចឹងគាត់ត្រូវគិតថាគោលបំណងចុងក្រោយកូនសិស្សគាត់ចង់បានអីគាត់ទៅរស់នៅប្រទេសជប៉ុនឬមួយក៏យ៉ាងម៉េចឬអីហើយអញ្ចឹងគាត់ពិចារណាមើលតើបើកូនសិស្សគាត់ទៅរស់នៅប្រទេសជប៉ុនបើពេលគាត់ទៅដល់អត់ដឹងអីគេក៏អត់ដឹងហើយច្បាស់ជាគេមិនបានមានបញ្ហាអញ្ចឹងហើយឲ្យគាត់ពិចារណារឿងហ្នឹងចាថាគាត់ត្រូវគិតមើលកូនសិស្សគាត់ចង់បានអីចុងក្រោយនៃកូនសិស្សដែលគាត់រៀនភាសាជប៉ុននេះឯង他の教科書とやり方がちょっと違ったりするので最初はすごく抵抗感があったりとっつきにくいっていうのはあるかもしれませんけれどもこれからの特にカンボジア人の日本語教育にはこの彩りっていうのは非常に僕はマッチしてるなというふうに思っています。で特に文法が苦手な子も中にはカンボジア人いますのでそういった子には特に彩りから入ってもらうと日本語が何よりもまず好きになってもらいながら上手になっていってもらえる可能性が非常に高いんじゃないかなというふうにも思います。この技能実習生の制度がこれから育成就労に変わっていきますけれども育成就労になったら何よりもほど日本語教育が最も重要なポイントになっていきますのでやっぱり会話が上手になれる教科書
達成感を味わうことができる教科書ということで言えば彩りの方が私はお勧めできるんじゃないかなというふうに思いますので、ちょっと勇気はいるかもしれませんが思い切って彩りもぜひ使っていただきたいなというふうに